បងសុំសួរបងមួយនៅលើពិភពលោកនោះបងចូលចិត្តមើលអីជាងគេខ្ញុំចូលចិត្តមើលទេសភាពព្រៃភ្នំដែលមានពណ៌ខៀវស្ងាត់ចូលចិត្តមើលមេឃចូលចិត្តមើលថ្ងៃរះមើលផ្កាមើលទឹកសមុទ្រទេសភាពស្អាតស្អាតទីហោថាស្រាប់តែថ្ងៃណាមួយទឹកភ្នែកបងមានបញ្ហាដែលធ្វើឲ្យបងមើលរបស់ដែលបងចូលចិត្តនឹងឡើងឃើញពេលហ្នឹងបងមានអារម្មណ៍បែបណាមានអារម្មណ៍ថាសោកស្ដាយអត់ស្បាយមិនពេញចិត្តនឹងខ្លួនឯងពិបាកចិត្តមានអារម្មណ៍ថាភ័យខ្លាចហើយសោកស្ដាយព្រោះយើងធ្លាប់មើលឃើញហើយប្រែជាមើលមិនឃើញនៃរបស់មនុស្សយើងមានតែពីរគ្រាប់ពិតមែនប៉ុន្តែវាមានសារៈសំខាន់មែនទែនរហូតដល់មនុស្សខ្លះសុខចិត្តបាត់បង់អវយវៈផ្សេងទៀតឲ្យតែបានមើលឃើញព្រោះថានៅលើលោកយើងនេះមានរបស់ស្អាតជាច្រើនដែលយើងចង់មើលអញ្ចឹងបងប្អូនសម័យមើលបើសិនជាកុមារខ្លះដែលពិការភ្នែកតាំងពីកំណើតឬក៏កុមារខ្លះភ្នែកគាត់អាចមើលឃើញទេប៉ុន្តែមានបញ្ហាភ្នែកដែលធ្វើឲ្យគាត់មើលលែងឃើញអញ្ចឹងថាកុមារទាំងអស់ហ្នឹងមានអារម្មណ៍បែបណាជំងឺមហារីកបាតភ្នែកដែលភាសាអង់គ្លេសហៅថា retinoblastoma គឺជាជំងឺមហារីកកម្រដែលអាចកើតលើកុមារហើយមានអត្រាទង់ម្នាក់ក្នុងចំណោម 20,000 នាក់ជាជំងឺដែលកម្រមែនប៉ុន្តែបើកើតហើយបើសិនជាបានមានការព្យាបាលត្រឹមត្រូវកុមារអាចនឹងស្លាប់ 100% ជំងឺនេះជាជំងឺដែលកើតពីក្នុងពោះម្ដាយតែម្ដងគឺបណ្ដាលមកពីការបម្រែបម្រួលហ្សែនជំងឺនេះអត់ស្ដែងចេញនៅពេលដែលកើតមកថ្មីទេប៉ុន្តែជំងឺនេះអាចស្ដែងចេញនៅពេលដែលក្មេងអាយុខ្ទង់1ឆ្នាំទៅ2ឆ្នាំបាទជំងឺនេះកើតទៅលើកុមារអាយុក្រោម5ឆ្នាំបាទអត់មានកើតលើមនុស្សចាស់ទេមិនលើពិភពលោកនេះយើងមានឃើញមានករណីខ្លះកើតលើមនុស្សចាស់ប៉ុន្តែករណីកម្រមែនតែនលើសកលលោកនេះជំងឺមហារីកបាតភ្នែកនេះមានពីរវគ្គទី1គឺដំណាក់កាលនឹងក្នុងក្របភ្នែកគឺមានពីដំណាក់កាលទី1ដល់ទី5ដំណាក់កាលទី1ទី2ទី3ជាដំណាក់កាលស្រាលដែលអាចព្យាបាលបានប៉ុន្តែដំណាក់កាលទី4និងទី5ជាដំណាក់កាលធ្ងន់រហូតដល់អាចត្រូវយកវះកាត់យកនៅចេញហើយវគ្គទី2គឺដំណាក់កាលដែលដុំសាច់ចេញក្រៅក្របភ្នែកបន្ទាប់ពីដំណាក់កាលទី5ខាងលើចូលដល់វគ្គទី2គឺចេញមកខាងក្រៅហើយគឺដុំសាច់អាចឆ្លងទៅសរសៃអុបទិកឬមួយទៅខួរក្បាលឬមួយចូលក្នុងប្រព័ន្ធឈាមឬមួយចូលក្នុងខួរឆ្អឹងហើយការព្យាបាលវិញទៀតសោតយើងត្រូវព្យាបាលតាមដំណាក់កាលមួយដែរបើដំណាក់កាលដែលទី1ដល់ទី5គឺជាដំណាក់កាលដែលយើងព្យាបាលដែលអាចទប់ភ្នែកបានប៉ុន្តែដំណាក់កាលទី4ទី5ឬមួយដំណាក់កាលលើសហ្នឹងគឺការព្យាបាលមានការស្មុគស្មាញរហូតដល់អាចត្រូវយកក្របភ្នែកចេញរហូតដល់អាចចាក់គីមីរហូតដល់បាញ់កម្មស្មីព្យុសកម្មទៀតបាទចំពោះរោគសញ្ញាមហារីកបាតភ្នែកគឺថ្មីគឺសំខាន់ជាងគឺប្រស្រីភ្នែកពណ៌សពីក្នុងបាតភ្នែកគាត់គឺយើងអាចមើលដល់ភ្នែកទទេឬមួយឪពុកម្ដាយនេះគាត់អាចថតទូរស័ព្ទដែលមានពន្លឺ flash អញ្ចឹងឃើញពន្លឺចាស់ក្នុងបាតភ្នែកមកពន្លឺចាស់ពីបាតភ្នែកមកដូចភ្នែកឆ្មាអញ្ចឹងពណ៌សហ្នឹងគឺសំខាន់ជាងគេពន្លឺពណ៌សនៃប្រស័យភ្នែកដូចភ្នែកឆ្មាហើយរោគសញ្ញាទី2គឺរោគសញ្ញាបន្ទាប់ទៀតគឺភ្នែកសឡេវហើយដំណាក់កាលរោគសញ្ញាក្រោយៗមកទៀតគឺរោគសញ្ញាដែលដុំសាច់ចាប់ដើមរីកមាឌដូចជាមានឈឺចុកចាប់ក្នុងក្របភ្នែកក្រហមមួយកប៉ោងលៀនគឺថារោគសញ្ញាហ្នឹងគឺរោគសញ្ញាយឺតហើយគាត់មានប៉ោងលៀនហ្នឹងគាត់យឺតហើយគាត់មកពេទ្យជាបាលអសឹងអត់តាន់រហូតដល់អាចគ្រោះថ្នាក់ដល់ជីវិតទៀតអញ្ចឹងបើសិនជាមានមន្ទីរពេទ្យមួយដែលអាចព្យាបាលភ្នែកអានេះឲ្យភ្លឺឡើងវិញម្ដងទៀតបានអញ្ចឹងពេលនោះមានអារម្មណ៍ បើក៏ជាមានអារម្មណ៍ថារំភើបនិងសប្បាយចិត្តខ្លាំងហើយបងសប្បាយចិត្តគិតថាដូចមានជីវិតសាថ្មីអញ្ចឹងដោយសារតែភ្នែកសំខាន់បែបនេះហើយទើបមន្ទីរពេទ្យកុមារអង្គរមានវត្តមាននៅទីនេះដើម្បីកុមារកម្ពុជាគ្រប់រូប